ជ្រក់មើមខ្ទឹមសរសជាតិជូរអែមឆ្ងល់ថាថៃបានវីដេអូញ៉ាំអាហាររបស់ចិនមួយតែងតែឃើញមានជាមួយនឹងអាជ្រក់មើមខ្ទឹមសហ្នឹងដោយសារតែរសជាតិវាគឺឆ្ងាញ់ញ៉ាំជាមួយនឹងសាច់អាំងឬក៏សាច់លក្ខណៈស្ងោរខបែបចិនអីហ្នឹងគឺអត់តលាន់នេះកាន់តែមានជាតិឆ្ងាញ់តោះបងប្អូនចូលមើលវិធីធ្វើខ្ទឹមសខ្ញុំប្រើ4ដុំគឺចំនួន250ក្រាមហើយយើងអាចដាក់ស្ករសចំនួនពី100ទៅ120ក្រាមមិនបាច់តែស្ករពណ៌អញ្ចឹងទេគឺស្ករសយើងធម្មតាក៏បានដែរហើយជាមួយនឹងអំបិល1ស្លាបព្រាកាហ្វេទឹកខ្មេះហ្នឹងគឺចំនួន200មីលីលីត្រហើយនឹងទឹកធម្មតាចំនួន50មីលីលីត្រដាក់វានៅលើភ្លើងដាំទឹកហ្នឹងគឺមិនចាំបាច់ឲ្យវាពុះខ្លាំងទេត្រឹមតែឲ្យវារលាយស្ករហើយយើងទុកឲ្យវាចុះត្រជាក់បន្តិចយកវាទៅដាក់ត្រាំជាមួយនឹងខ្ទឹមរបស់យើងនៅខាងដើមវីដេអូខ្ញុំភ្លេចប្រាប់ថាខ្ទឹមហ្នឹងត្រូវតែលាងទឹកឲ្យស្អាតហើយបើសិនជាសម្បកវារាងក្រាស់យើងអាចបកវាចេញខ្លះហើយបើសិនជាយើងចង់ឆាប់បានញ៉ាំយើងអាចបកវាឲ្យនៅសល់ស្ដើងក៏បានដែរតែដោយសារតែខ្ទឹមរបស់ខ្ញុំវារាងនៅខ្ចីល្អអញ្ចឹងខ្ញុំអត់សូវបកសម្បកទេខ្ញុំទុកវាទាំងក្រាស់អញ្ចឹងខ្ទឹមដែលធ្វើហើយយើងត្រូវយកវារក្សាទុកនៅក្នុងទូទឹកករយៈពេល1អាទិត្យក៏យើងអាចញ៉ាំបានដែរគ្រាន់តែវានៅហាងបើអ្នកចូលចិត្តហាងគឺប្រហែលជាអាចញ៉ាំបានយើងអាចទុកទៅ2អាទិត្យ3អាទិត្យ4អាទិត្យតាមយើងចូលចិត្តនិយាយទៅទុកកាន់តែយូរខ្ទឹមយើងងុំកាន់តែឆ្ងាញ់ហើយខ្ទឹមដែលខ្ញុំកំពុងតបកនេះចូលលក្ខណៈខ្ទង់ប្រហែលជាខ្ទង់3ខែហើយពេលដែលធ្វើហើយហ្នឹងគឺខ្ញុំចេះតែរវល់នេះរវល់នោះអត់បានយកវាមកថតវីដេអូជូនបងប្អូនមើលតែទុកយូរអញ្ចឹងឡើងងុំបើកមកគឺក្លិនឡើងឈ្ងុយហើយទាំងសបកទាំងអីហ្នឹងគឺចូលជាតិគ្នាខ្លាំងមែនតើខ្ញុំញ៉ាំវាទាំងសបកហ្មងខ្ជិលបកសបកនិយាយទៅវាចូលជាតិឆ្ងាញ់ហើយញ៉ាំជាមួយទឹកវាក៏ជាតិដែរបើពេលដែលយើងត្រាំខ្ទឹមហ្នឹងយើងអាចបន្ថែមម្ទេសត្រាំជាមួយគ្នាយករសជាតិហឹរតិចក៏បានដែរ